សាច់រឿងហ្នឹងសឹងថា 60% ដែលខ្ញុំនៅក្បែរពុកកន្លងពេលហ្នឹងខ្ញុំមានអាយុ9ឆ្នាំទៅ10ឆ្នាំនៅពេលដែលគាត់ធ្វើគេធ្វើដៃគាត់ចឹងហើយអញ្ចឹងអ៊ំច័ន្ទគាត់ក៏ប្រាប់ថាឲ្យចលះពុកហ្នឹងមកភូមិនៅពេលដែលយកគាត់មកភូមិអញ្ចឹងអ៊ំហ្នឹងបានបញ្ជូនលោកអ៊ំម្នាក់ដែលឈ្មោះថាជូនហ្នឹងឲ្យទៅបណ្ដេញព្រាយហ្នឹងណាបណ្ដេញហើយក៏អត់ឲ្យតាមពុកលាក់ពុកបានប៉ុន្តែក៏ស្រាប់តែម្ដាយហ្នឹងសុំទៅលេងគេឲ្យព្រាយហ្នឹងទៅមួយម្ដាយទៀតតែកន្លែងនេះបែរជាបងប្អូនអាចនឹងពិបាកនឹងជឿតិចហើយខ្ញុំជាមួយនឹងម្ដាយជាមួយនឹងលោកពុកបានទៅនៅលើផ្ទះគ្រូនៅក្នុងពេលយប់ហ្នឹងណាគ្រូ2នាក់ហ្នឹងគាត់បានប្រើស្នែងកបីឲ្យបញ្ជុលគ្នាអញ្ចឹងស្នែងកបីហ្នឹងលាន់លឺមកលើតិចក្រុមគ្រួសារដែលនៅដែលខ្ញុំមានម្ដាយមានពុកនៅពេលដែលស្នែងកបីហ្នឹងលាន់ខឹងអញ្ចឹងខ្ទុះក្នុងដៃរបស់ពុកហូរចេញតែគេអត់ធ្វើរហូតទេនៅពេលដែលគេយកអត់បានយប់ហ្នឹងគេក៏ឲ្យកូនគោខ្មៅមកមួយប្រហែលជាបងប្អូនធ្លាប់ឮហើយគោបាស្នាទេបាទគេឲ្យមកមួយប៉ុន្តែអត់អាចឡើងលើផ្ទះហ្នឹងបានទេវាមកនៅពេលដែលតដោកវាលាន់បន្តិចឈាមខ្ទុះរបស់ពុកហូរចេញបន្តិចខ្ញុំនឹងអង្គុយមើលអញ្ចឹងណាគេធ្វើនៅយប់ហ្នឹងធ្វើអត់បានគ្រូហ្នឹងគាត់ភ័យខ្លួនដែលមើលពុកហ្នឹងក៏សុំចលះពុកទៅគ្រូផ្សេងបច្ចៈនៅពេលហ្នឹងគេធ្វើដាក់បងស្រីខ្ញុំវិញម្ដងអញ្ចឹងបងស្រីខ្ញុំគាត់អស់ជីវិតបាត់ហើយគឺបងស្រីគាត់នៅផ្ទះនៅពេលហ្នឹងគាត់នៅជាមួយនឹងប្អូននៅពេលយប់ហ្នឹងក៏ស្រាប់តែគេប្រើខ្មោចឲ្យមកអញ្ចឹងណាបងអានេះខ្ញុំតែងតែប្រាប់បងប្អូនថាជឿក៏បានអត់ក៏បានគេប្រើខ្មោចឲ្យមកអញ្ចឹងនៅក្នុងយប់ហ្នឹងសត្វឆ្កែអត់ដែលលូទេប៉ុន្តែជំនឿរបស់ខាងខ្ញុំនៅពេលដែលឆ្កែអ្នកភូមិលូខុសប្រក្រតីអញ្ចឹងនឹងមានមនុស្សម្នាក់ដែលមានរបៀបថាអ្នកខ្លះគាត់ថាយមទូតយមអីមកយកអញ្ចឹងណាបាទដល់ពេលអញ្ចឹងទៅក៏ស្រាប់តែភ្ញាក់ឡើងបងស្រីហ្នឹងគាត់បានដើរថ្ងៃហ្នឹងបុណ្យនំបញ្ចុកគាត់ដើរទៅក្រោយផ្ទះអ្នកមីងបានមើលឃើញគាត់អត់មានក្បាលទេឃើញគាត់នឹងត្រឹមកណាប៉ុន្តែអត់ទាន់បានប្រាប់គាត់ទេរហូតទៅប្រាប់អាចារ្យក៏ស្រាប់តែគាត់នឹងត្រូវឆ្លងផ្លូវទៅគាត់ឆ្លងផ្លូវទៅហ្នឹងគេបានឃើញថាវិញ្ញាណខ្មៅមួយហ្នឹងទៅក្រោយគាត់អញ្ចឹងគាត់ទៅឆ្លងផ្លូវឡានសាមយងបុកគាត់ផ្លូវធំផ្លូវទូចផ្លូវធំផ្លូវជាលេខ5ផ្លូវជាលេខ5យកតែម្ដងឡានសាមយងបុកគាត់អត់ទាន់ស្លាប់ទេឡានអាយ៉ែមកជន់ទៅលាគាត់ទៅមើលគោអញ្ចឹងគាត់មានបថៅដំថ្នឹងគោហ្នឹងហើយគ្នាគាត់3នាក់គាត់កាត់តម្លាក់សពហ្នឹងអញ្ចឹងសល់ក៏ទុយខ្សែបែបនេះនៅចង់មួយបែបតែជង្រីបាទដល់ពេលអញ្ចឹងហៅអ្នកភូមិហៅអីមកគាត់សាប់តែនាំគ្នាលើកសពហ្នឹងដាក់លើលម៉ម៉ូតូហ្នឹងដឹកទៅដូចថាគាត់បាទគាត់ដឹកទៅផ្ទះគាត់ធ្វើរៀងលហន់ពេកហើយក៏ឲ្យអាចារ្យ2នាក់ជាធម្មតាទៅខាងខ្ញុំចែបងប្អូនខ្មោចតៃហងគឺត្រូវសកាត់វិញ្ញាណនៅកន្លែងហ្នឹង3ថ្ងៃកុំឲ្យឡងគេសកាត់វិញ្ញាណនៅកន្លែងហ្នឹង3ថ្ងៃយកមនុស្សយកខ្មោចទៅធ្វើបុណ្យបន្ទាប់មកគឺត្រូវឲ្យអាចារ្យណារៀងខ្លាំងបន្តិចមកស្រាយវិញ្ញាណហ្នឹងហើយហៅវិញ្ញាណហ្នឹងទៅបើអញ្ចឹងទេបុណ្យហ្នឹងអត់ដល់ទេអញ្ចឹងបានន័យថាអត់មែនហៅទៅភ្លាមបានទេអត់អាចហៅទៅភ្លាមបានទេគឺសកាត់នៅហ្នឹង2-3ថ្ងៃតែអ្នកខ្លះគាត់មួយថ្ងៃអីក៏មានដែរអញ្ចឹងណាបងតាមហត្ថរិទ្ធបាទតាមអ្វីដែលគាត់ធ្វើទៅអញ្ចឹងនៅពេលដែលសកាត់ហើយ3ថ្ងៃហ្នឹងក៏ឲ្យអាចារ្យ2នាក់ទៀតដែលទៅហៅវិញ្ញាណហ្នឹងមកអាចារ្យហ្នឹងនិយាយតែគាត់ចោះថាមិនដឹងគាត់រៀនបានកម្រិតណាយកអត់ដឹងទេណាបើគាត់ទៅស្ទើរភ្លើងអញ្ចឹងអាព្រៃហ្នឹងយើងហៅថាវិញ្ញាណព្រៃហ្នឹងនៅហ្នឹងតៃហោងហ្នឹងមានវិញ្ញាណយើងមួយមានវិញ្ញាណព្រៃមួយដែលតែងតែចាំនិមិត្តធ្វើជាវិញ្ញាណរបស់មនុស្សដោយសារអីវាឃ្លានសំណែនវាឃ្លានមហូបបុណ្យហ្នឹងមែនតើអញ្ចឹងបើយើងអត់ចេះយកទេយកបានព្រៃហ្នឹងហើយបានវិញ្ញាណព្រាយមិនមែនវិញ្ញាណមនុស្សមានវិញ្ញាណខ្មោចដែលស្លាប់ហ្នឹងទេយល់បាទពួកមនុស្សយើងកាលណាតែនិយាយថារៀងសង្កត់ចិត្តដល់ចង់ស្លាប់អញ្ចឹងពួកហ្នឹងចូលចិត្តយកទៅហ្មងឃើញយើងរៀងបាក់ទឹកចិត្តពេកណាបាទយកចិត្តហើយបាទហើយអាចនិមិត្តខ្លួនអញ្ចឹងអាចារ្យហ្នឹងអត់ដឹងថាគាត់ទៅហៅហ្នឹងមិនទេហៅហ្នឹងហៅអត់មកសម្រាប់តែបុណ្យ7ថ្ងៃមីងហ្នឹងក៏បានចូលទៅក្នុងក្មួយរបស់គាត់វិញ្ញាណហ្នឹងចូលណាថានៅខំធ្វើបុណ្យធ្វើអីបើអត់ដល់គាត់ផងហ្នឹងតែថ្ងៃទី1ដល់ថ្ងៃទី7អត់ឡងទេណានៅពេលដែលគាត់និយាយប៉ុណ្្នឹងហើយអត់មានពីណាទៅយកខ្សែនោះចុងខ្សែដែលរុំជាមួយហ្នឹងអត់ចាប់អារម្មណ៍គាត់ដើរវិញភូមិហ្មងអាចារ្យម្នាក់គាត់ថាឲ្យទៅមើលគេលោកអត់ទាន់មានអីគ្រប់អត់ទាន់មានអីចឹងណាទៅមើលទៅក៏ឃើញចុងខ្សែគាត់ចង់2តង់ហ៎គាត់ចង់នេះមួយគាត់ចង់នៅពីលើមួយតែឃើញចុងខ្សែហ្នឹងគាត់ថាអូតាមពិតទៅអញ្ចឹងបាននៅឡងអញ្ចឹងទៅស្រាយកចុងខ្សែហ្នឹងយកមកកប់ជាមួយសពនឹងសាថ្មីប៉ុន្តែគាត់កប់រៀងរែអត់ដល់សពហ្នឹងតែខ្លាចធំក្លិនតែយកនឹងមានហៅវិញ្ញាណហ្នឹងមកណែតែយកឲ្យអត់បានហៅវិញ្ញាណមកហៅវិញ្ញាណហ្នឹងឲ្យមកផ្ទះទេហើយរឿងវិញ្ញាណហ្នឹងបើអត់ហៅទេមកអត់កើតទេខាងខ្ញុំគឺអញ្ចឹងមកតូននិយាយទៅតូនមានវិធីសូត្រមានវិធីសូត្របាទបើអត់ចេះហៅគឺគេអត់មកទេដាច់ខាតគេអត់មកទេហើយមួយទៀតបើសិនជាទុកយូរលើសពីគេហៅ7 3ដងអញ្ចឹង21ថ្ងៃគេរាប់7 3ដងហ្នឹងបើទុកលើសពីហ្នឹងទៅលែងយកបានហើយរបៀបថាគាត់ចាប់ផ្ដើមយកគេវិញម្ដងហើយ